បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំម្ដងទៀតជាមួយនឹងវីដេអូភាគទី2នៃ Sensing Block ជាមួយនឹង Scratch អញ្ចឹងកាលពីវីដេអូមុនខ្ញុំបានបង្ហាញជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពី block ទាំង4ខាងដើមនៃ Sensing Block បាទអញ្ចឹងក្នុងពេលនេះខ្ញុំនឹងលើកយកបង្ហាញជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពី block code ចំនួន3បាទគឺ key space mouse X ហើយនិង mouse Y តើរបៀបប្រើប្រាស់នៃ block ទាំង3នេះគេប្រើវាយ៉ាងដូចម្ដេចអញ្ចឹងបកត្រឡប់មក block code របស់យើងនៅដំណើរការកាលពីភាគមុនបន្តិចនៅពេលដែលយើង run code នេះឲ្យវាដំណើរការជាមួយនឹងនៅពេលដែលតម្លៃរបស់ mouse ឃ្លាតឆ្ងាយអំពី sprite ក្នុងលក្ខខណ្ឌធំជាង150និងតូចជាង150ដូចគ្នាត្រង់លក្ខខណ្ឌនេះយើងអាចធ្វើការផ្លាស់ប្ដូរតម្លៃបានដូចគ្នាដែរតាមរយៈការមិនយកនៅ distance មកក៏បានដែរបាទឥឡូវនេះខ្ញុំសូមប្រើប្រាស់នៅ mouse X បាទអញ្ចឹងយើងអាចប្រើប្រាស់នៅ mouse X មកជំនួសក៏បានដែរក៏ប៉ុន្តែលក្ខខណ្ឌការប្រើប្រាស់ mouse X គឺយើងត្រូវដឹងអំពីលក្ខខណ្ឌនៃមេរៀនពីមុនមកនៅក្នុង Scratch យើងមានអក្សរចំនួន2គឺអក្សរហើយនឹងអក្សរអដេកគឺជាតម្លៃរបស់ x ចំណែកឯអក្សរគឺជាតម្លៃរបស់ y និយាយខ្លីតម្លៃឆ្វេងស្ដាំគឺជាតម្លៃរបស់ x ចំណែកឯតម្លៃលើក្រោមគឺជាតម្លៃរបស់ y ឥឡូវយើងកំណត់ code របស់យើងវិញនៅពេលដែល mouse របស់យើងឈរនៅលើទីតាំង x ដែលមានតម្លៃធំជាង150ហើយនឹងតម្លៃតូចជាង150យើងមើលខាងលើនេះតម្លៃតូចជាង150ហើយនឹងខាងក្រោមនេះតម្លៃធំជាង150ក្នុងលក្ខខណ្ឌធំជាង150ឲ្យវាបង្ហាញ teacher ក្នុងលក្ខខណ្ឌតូចជាង150ឲ្យវាបង្ហាញ student តោះឥឡូវយើងចាប់ផ្ដើម move mouse របស់យើងបាទអញ្ចឹងឃើញថាវានៅតែបង្ហាញ student ដដែលបាទនៅពេលដែលយើង move mouse មកខាងនេះឃើញវាបង្ហាញពាក្យថា teacher បាទ student teacher student ត្រឡប់មកខាងនេះវិញ teacher student teacher student ឃើញទេយើងព្យាយាមដាក់វាមកខាងនេះប៉ុន្តែនៅពេលដែលយើងដាក់តម្លៃមកខាងនេះលោកគ្រូចាប់អារម្មណ៍មើលថាហេតុអីបានជានៅពេលដែលយើងដាក់តម្លៃមកខាងនេះmouse របស់យើងឃ្លាតឆ្ងាយអំពី sprite ហើយប៉ុន្តែ sprite របស់យើងនៅតែបង្ហាញពាក្យថា student ដដែលតើហេតុអ្វីបាទនៅពេលដែលយើង move mouse មកខាងនេះវិញនៅពេលដែល move mouse មកដល់តម្លៃកន្លែងនេះវាបង្ហាញពាក្យ teacher នៅពេលដែលជួរក្នុងបន្តិចវាបង្ហាញពាក្យទៅជា student ដដែលបាទអញ្ចឹងមូលហេតុនោះគឺត្រង់យើងប្រើប្រាស់ mouse X ហើយនឹង mouse Yគឺមិនសំដៅទៅលើគម្លាតរវាង mouse ហើយនឹង sprite នោះទេគឺវានឹង detect តម្លៃដែលត្រូវបានកំណត់នៅក្នុង Scratch នៅក្នុង Scratch ចំណុច0គឺជាចំណុចកណ្ដាលនៃ state មានន័យថាចំណុច0គឺជាចំណុចកណ្ដាលនៃ state ឥឡូវយើងចង់ដឹងថាចំណុច0នៅកន្លែងណាខ្ញុំដាក់ x ស្មើ0 y ស្មើ0បាទអញ្ចឹងនេះគឺជាតម្លៃ0គឺនៅត្រង់ហ្នឹងនៅពេលដែលយើង move mouse មកខាងស្ដាំឃើញកន្លែងនេះវាបង្ហាញពាក្យ teacher ព្រោះមូលហេតុកន្លែងហ្នឹងមានតម្លៃធំជាង150អញ្ចឹងយើងចង់ដឹងថាតម្លៃ150នៅកន្លែងណាយើងដាក់តម្លៃ150កន្លែងនេះមកអញ្ចឹងយើងឃើញថាតម្លៃកន្លែងតែ sprite កំពុងតែឈរនេះគឺ150នៅពេលដែលយើង move mouse មកខាងមុខ150បន្តិចវាធំជាង150វានឹងបង្ហាញពាក្យថា teacher ឃើញទេប៉ុន្តែនៅពេលដែលយើងព្យាយាមដាក់មកឃ្លាតឆ្ងាយពី sprite មកខាងឆ្វេងវិញហើយប៉ុន្តែហេតុអីបានជាតម្លៃហ្នឹងវានៅតែបង្ហាញ student ដដែលវាមិនបង្ហាញ teacher ព្រោះមូលហេតុកន្លែងដែលយើងកំពុងតែឈរ mouse នេះគឺមិនមែនជាតម្លៃវិជ្ជមានទេវាជាតម្លៃអវិជ្ជមានបាទអញ្ចឹងយើងដាក់សញ្ញាដកឃើញទេតម្លៃដែលយើងកំពុងតែឈរនេះជាតម្លៃអវិជ្ជមានអញ្ចឹងមានន័យថាចំណុច0ជាចំណុចកណ្ដាលតម្លៃនៃ stake គឺមានប្រវែង400 0ជាចំណុចកណ្ដាល move ពី0នេះមកខាងស្ដាំ200ហើយ move ពី0នេះមកខាងឆ្វេងដក200អញ្ចឹងដក200ជាប្រវែងផង
200ជាប្រវែងផងសរុបតម្លៃនេះជួគ្នាគឺស្មើនឹង400ណាបាទអញ្ចឹងអានឹងគឺជាតម្លៃរបស់ x ចំណែកឯការប្រើប្រាស់ y ក៏ដូចគ្នាដែរមិនខុសគ្នាទេលោកគ្រូត្រង់ចំណុចនេះគ្រាន់តែថាយើងប្រើប្រាស់ x គឺយើងគិតឆ្វេងស្ដាំប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ y គឺគេគិតទៅលើកម្ពស់លើក្រោមបាទកម្ពស់លើក្រោមនឹងយ៉ាងម៉េចឥឡូវខ្ញុំសូមធ្វើការផ្លាស់ប្ដូរពី x មក y បាទអញ្ចឹងខ្ញុំធ្វើការផ្លាស់ប្ដូរពី x មក y ឥឡូវលោកគ្រូមើលទាំងអស់គ្នានៅពេលដែលខ្ញុំទាញ mouse របស់ខ្ញុំឡើងទៅលើបាទឃើញវាបង្ហាញពាក្យថា teacher ប៉ុន្តែនៅពេលដែលខ្ញុំព្យាយាមទាញចុះមកក្រោមគឺវាមិនបង្ហាញពាក្យ teacher មកទេអញ្ចឹងអាចបញ្ជាក់បានថាអីចំណុច0គឺជាចំណុចកណ្ដាលដូចគ្នាដដែលហើយតម្លៃរាប់ទៅខាងលើគឺជាតម្លៃវិជ្ជមានអញ្ចឹងចំណុច0រត់ទៅលើ200ហើយ0ចុះមកក្រោមដក200ទៀតណាអញ្ចឹងយើងចង់ដឹងថាតម្លៃដក150នៅត្រង់ចំណុចណាយើងគ្រាន់តែវែកដក150មកឃើញទេខាងក្រោមនេះគឺដក150នៅពេលដែលយើងតម្លៃទៅលើគឺតម្លៃវិជ្ជមានតម្លៃចុះមកខាងក្រោមនេះគឺជាតម្លៃអវិជ្ជមានណាអញ្ចឹងយើងសូមចូលបន្តមកដល់ត្រង់ចំណុចមុខងារទី3គឺ key space បាទ key space នេះយ៉ាងម៉េចបាទឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំអត់ប្រើប្រាស់នៅតម្លៃនេះទៀតទេខ្ញុំសូមដូរតម្លៃមកវិញបាទអូខេបាទអូខេខ្ញុំសូម copy duplicate វាដើម្បីបានមួយទៀតតែម្ដងកុំឲ្យប៉ះពាល់របស់ចាស់អូខេអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមដាក់ពាក្យថា hello ខ្ញុំសូមដូរ block ខ្ញុំសូមប្រើប្រាស់នៅ say អូខេបាទអញ្ចឹងមានន័យថានៅពេលដែល message វាកំពុងតែបង្ហាញដូច្នេះអូខេបាទកំពុងតែបង្ហាញដូច្នេះនៅពេលដែលយើង move ស្មើមកតម្លៃy ធំជាង150វាបង្ហាញពាក្យ teacher ត្រឹមត្រូវហើយពេលដែលយើង move ចុះក្រោមមកវានឹងបង្ហាញពាក្យថា student ហ្នឹងក៏ត្រឹមត្រូវដែរប៉ុន្តែនៅពេលដែលយើងធ្វើការចុចនៅ key មួយឈ្មោះថា space បាទឥឡូវខ្ញុំសាកល្បងចុច space លើ computer របស់ខ្ញុំវាលែងបង្ហាញពាក្យថា student ឬមួយក៏ teacher ហើយវានឹងបង្ហាញ hello នៅពេលដែលខ្ញុំប្រឡែងដៃពី key របស់ខ្ញុំវានឹងបង្ហាញទៅតាមលក្ខខណ្ឌពិតនៃតម្លៃដែលមានត្រូវបង្ហាញឥឡូវនៅពេលដែលវាបង្ហាញ teacher ពេលដែលខ្ញុំចុច space វាបង្ហាញ hello ឃើញទេវានឹងបង្ហាញ hello ជាប់រហូតដល់ពេលដែលខ្ញុំប្រឡែងនៅម្រាមរបស់ខ្ញុំចេញពី keyboard វានឹងធ្វើការបង្ហាញ teacher វិញបាទអញ្ចឹងយើងក៏អាចធ្វើការផ្លាស់ប្ដូរនៅ key ទាំងអស់នោះទៅជាផ្សេងដែរអញ្ចឹងឧទាហរណ៍នៅពេលដែលខ្ញុំចុចលេខ3នៅលើ computer របស់ខ្ញុំវានឹងបង្ហាញ hello បាទអញ្ចឹងមុខងារមួយនេះវាមានលក្ខណៈស្រដៀងគ្នាជាមួយនឹង event ដែរបាទអូខេគ្រាន់ថាយើងប្រើប្រាស់ព្រឹត្តិការណ៍ event នេះសម្រាប់ជា main point ព្រឹត្តិការណ៍ចំណែកឯយើងប្រើប្រាស់ key press នេះគឺសំដៅទៅលើលក្ខខណ្ឌអញ្ចឹងវាខុសគ្នាតែប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុងវីដេអូភាគទី2និយាយអំពី sensing block យើងមាន3ចំណុចនេះសង្ឃឹមថាវាជាជំនួយសម្រាប់លោកគ្រូនៅក្នុងការស្វ័យសិក្សាជួបគ្នានៅក្នុងវីដេអូភាគទី3ដែលជាភាគបន្តសូមអរគុណនិងសូមជម្រាបលា